បាទតោះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះប្រេកប្រា Beta Farm បាទខ្ញុំចង់ចេញពីរបៀបធ្វើទឹកចិញ្ចឹមកូនត្រីបាទនេះជាវីដេអូមួយទៀតដែលបាទអាចនិយាយថាជាថ្មីគឺខ្ញុំចង់បង្ហាញទឹកចិញ្ចឹមកូនត្រីបងប្អូនឃើញកូនត្រីខ្ញុំច្រើនហើយនេះរយៈពេល4ថ្ងៃហើយបាទដែលខ្ញុំបានចាក់វាចូលហើយឥឡូវនេះបងប្អូនឃើញកូនត្រីច្រើនបាទនេះខ្ញុំធ្វើការ zoom បាទអញ្ចឹងបងប្អូនឃើញចៃទឹកទូចបាទគឺខ្ញុំបានភ្ញាស់ចៃទឹកហ្នឹងនៅក្នុងទឹកហ្នឹងរួចស្រេចហើយបាទហើយខ្ញុំប្រើតែស្លឹកចេកទេបាទប្រើតែស្លឹកចេកទេនេះអញ្ចឹងក្នុងការធ្វើទឹកកូនត្រីខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាកុំប្រើស្លឹកឆាត់ឲ្យសោះបាទពីព្រោះស្លឹកឆាត់វាងាយនឹងរលួយធ្វើឲ្យទឹកនឹងខូចអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបាទបន្ទាប់ពីមើលវីដេអូខ្ញុំហើយបងប្អូនអាចយកទៅអនុវត្តតាមនឹងទទួលបានលទ្ធផលបាទដូចជាខ្ញុំបាទបាទអញ្ចឹងថ្ងៃនេះខ្ញុំនេះជាទឹកចាក់កូនត្រីហើយឥឡូវខ្ញុំចង់ឲ្យនាំបងប្អូនទៅមើលបាទដែលខ្ញុំទឹកដែលខ្ញុំកំពុងតែធ្វើបាទខ្ញុំកំពុងតែបូមធ្វើហើយឥឡូវខ្ញុំយកអំបិលទៅហើយបាទជារឿងងាយដែលបងប្អូនអាចអនុវត្តនៅផ្ទះបាទអនុវត្តនៅផ្ទះបង្កើតបាទមានហ្វាមទូចក្តីធំក្តីបាទនេះសិតតែជាលូដែលខ្ញុំរៀបចំធ្វើទឹកបាទឥឡូវនេះខ្ញុំខ្ញុំដាក់ស្លឹកចេកហើយនេះបងប្អូនបាទអញ្ចឹងទឹកដែលខ្ញុំប្រើនេះគឺបាទខ្ញុំមានសារ៉ាយបន្តិចទៅហើយខ្ញុំប្រើស្លឹកចេកបងប្អូនណានេះស្លឹកចេកបាទស្លឹកចេកខ្ញុំចងពីបាច់អញ្ចឹងទៅបាទហើយបងប្អូនប្រើអំបិលមួយក្តាប់ដៃបាទនេះបងប្អូនមើលបាទអំបិលមួយក្តាប់ដៃបាទបងប្អូនរោយដូចខ្ញុំអញ្ចឹងមកបាទអំបិលមួយក្តាប់ដៃហើយទឹកនេះគឺស្អែកនេះគឺយើងអាចចាក់កូនត្រីបានហើយនេះគឺបាទខ្ញុំបានបាទរៀបចំទឹកនេះដើម្បីបញ្ចេញកូនត្រីមកក្រៅបាទហើយខ្ញុំបានដាក់នៅក្រោមស្បៃនេះបាទហើយឯលូក្រោយផ្សេងទៀតអាហ្នឹងគឺយើងថែមេបាប៉ុន្តែថ្ងៃនេះ10លូនេះខ្ញុំមកដាក់អំបិលបាទហើយលូនេះគឺយើងលាងស្អាតហើយបងប្អូននេះលាងស្អាតហើយយើងរៀបចំដាក់ទឹកឥឡូវយើងដើរដាក់អំបិលបងប្អូនឃើញទេបាទមានតែសារ៉ាយនិងស្លឹកចេកទេអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនហ្នឹងគឺបាទយើងធ្វើទឹកសម្រាប់ដាក់កូនត្រីគឺប៉ុណ្ណឹងបាទមិនមានអ្វីច្រើនទេគ្រាន់តែយើងធ្វើទៅហើយយើងស្អែកយើងតម្លាក់មេបាទយើងតម្លាក់មេបាចៃទឹកដើម្បីឲ្យមេចៃទឹកហ្នឹងវាប្រកាត់កូននៅក្នុងហ្នឹងគឺយើងអាចចាក់កូនត្រីបានបាទនេះខ្ញុំអត់តន់ដាក់ទេតែខ្ញុំដាក់អំបិលមុនទៅបាទហើយការធ្វើទឹកចិញ្ចឹមត្រីគឺសម្រាប់ប្រេកប្រា Beta Farm បាទមានតែប៉ុណ្្នឹងទេបងប្អូនបាទអញ្ចឹងចង់បង្ហាញខ្លះឲ្យបងប្អូនបានដឹងពីរបៀបធ្វើទឹកចិញ្ចឹមត្រីអញ្ចឹងអ្វីដែលខ្ញុំហាមបាទបងប្អូនកុំប្រើស្លឹកឆាត់ឲ្យសោះបាទមិនថារដូវក្តៅរដូវត្រជាក់ឬក៏រដូវណាទេបងប្អូនបាទគឺយើងមិនប្រើទេស្លឹកឆាត់គឺយើងប្រើតែបាទស្លឹកចេកអំបិលបាទគឺប៉ុណ្្នឹងគឺបានបាទសម្រាប់បងប្អូនដែលចេះធ្វើហើយឬក៏បងប្អូនមិនទាន់បាទចេះធ្វើទឹកចិញ្ចឹមកូនត្រីបាទចាក់កូនត្រីបងប្អូនអាចមើលវីដេអូខ្ញុំនេះបាទជាចំណេះដឹងបន្ថែមសម្រាប់បងប្អូនយកទៅអនុវត្តទៅបាទអរគុណសម្រាប់ការតាមដានទស្សនាបាទ channel របស់ខ្ញុំបាទប្រេកប្រា Beta Farm បាទជួបគ្នានៅវីដេអូក្រោយបាទបងប្អូនបាទអរគុណជម្រាបលាបាយបាយ